ជំរាបសួរថ្ងៃនេះខ្ញុំបាទខ្មែរកថានិងនិទានរឿងស្ដេចថ្មាតសុបិនស៊ីសាច់ដំរីសដើម្បីយកមកបញ្ជាក់បង្ហាញជាកតិបញ្ញមាននិទានមួយថាកាលពីព្រៃនាយមានស្ដេចថ្មាតមួយមានពលបរិវារជាច្រើនអាស្រ័យនៅក្នុងព្រៃយប់មួយនោះដែរស្ដេចថ្មាតបានដេកយល់សុបិនឃើញថាខ្លួននឹងឯងបានចាប់ស្ដេចដំរីសដើម្បីយកមកធ្វើជាចំណីស៊ីជាអាហារលោកស្ដេចថ្មាតនោះភ្ញាក់ឡើងកាលណាក៏ប្រើពលបរិវាររបស់ខ្លួននឹងឯងឲ្យហើទៅហៅនៅស្ដេចដំរីសពលសេនាបរិវារក៏ហើសម្ដៅទៅទីលំនៅនៃស្ដេចដំរីសនោះលោកហើទៅដល់ហើយក៏ស្រែកហៅស្ដេចដំរីសថាអើយបងដំរីសម្ចាស់យើងប្រើឲ្យយើងមកហៅបងដំរីសឯងទៅឯលំនៅឋានរបស់យើងឲ្យបានឆាប់ដើម្បីគាត់យកអ្នកធ្វើជាចំណីរបស់គាត់ដោយគាត់ស្បើឃើញថាបានស៊ីសាច់បងដំរីសឯងដំរីសពេលនោះឯងឮដូច្នោះហើយក៏មាននៅសេចក្តីភ័យខ្លាចមាននៅការញាប់ញ័រឥតឧបមាសោះឡើយខ្លួនបានយំបណ្ដើររៀបរាប់បណ្ដើរទាំងទឹកភ្នែកហើយក៏បានលានៅប្រពន្ធនៅកូនក្រុមគ្រួសាររបស់ដំរីធ្វើដំណើរទៅតាមពលសេនាពេលនោះឯងយំបណ្ដើរប្រសិទ្ធបណ្ដើរតាមផ្លូវដើម្បីទៅឲ្យថ្មាតតាមការបញ្ជារបស់ថ្មាតដែលបានបញ្ជានៅពលសេនាបរិវារមកឲ្យហៅនៅស្ដេចដំរីសលុះមកដល់ពាក់កណ្ដាលផ្លូវក៏បានជួបនឹងបងសុភាទន្សាយពេលនោះដែរបងសុភាទន្សាយក៏បានស្រែកសួរថាយីបងដំរីសបងដំរីសតើបងធ្វើដំណើរទៅណាក៏រលះនៅមាននៃការយំទួញសោកអីក៏យ៉ាងដូច្នោះដែរដោយសារតែសុភាទន្សាយគាត់បានងើយឆ្ងល់ពេលដែលឃើញស្ដេចដំរីសយំទាំងទឹកភ្នែកបណ្ដើរអីបណ្ដើរធ្វើទៅតាមដំណើរទៅតាមសត្វថ្មាតនោះដែរដំរីសក៏បានឆ្លើយថាអូបងសុភាទន្សាយអើយស្ដេចថ្មាតគេបានយល់សុបិនឃើញថាគេបានស៊ីសាច់របស់ខ្ញុំឥឡូវនេះខ្ញុំបាទទៅឲ្យគេស៊ីហើយទន្សាយឆ្លើយថាយីបងដំរីរូបបងប៉ុនបងឯងប៉ុណ្ណាប៉ុណ្ណីម្ដេចក៏បងឯងសុកចិត្តឲ្យអាសត្វថ្មាតស៊ីទៅទេដូច្នោះពេលនោះឯងសត្វទន្សាយថាខ្ញុំនឹងជួយបងរំដោះបងឲ្យរួចអំពីសេចក្តីទុក្ខពេលនោះឯងដំរីថារូបប៉ុនបងឯងម្ដេចក៏សុកចិត្តឲ្យទៅជួយខ្ញុំកើតចាំខ្ញុំទៅជួយដោះទុក្ខបងឯងដោយសុភាទន្សាយរៀបរាប់ពោលជាមួយនឹងស្ដេចដំរីសដូច្នោះហើយថាខ្ញុំនឹងជួយបងឯងឲ្យរួចរស់បានស្ដេចដំរីបានលើទន្សាយនិយាយដូច្នោះហើយមានចិត្តនោះឯងត្រេកអរជាពន់ពេកទៅដោយការសប្បាយចិត្តណាស់ក៏ហៅបងទន្សាយឡើងជិះលើខ្នងខ្លួនក៏សម្ដៅទៅលំនៅឋានរបស់ស្ដេចថ្មាតពេលនោះដែរលុះឃើញដំរីសទៅដល់ហើយស្ដេចថ្មាតមានការញញឹមញញែមរួចនិយាយទៅថាបងដំរីមកដល់ហើយឬយើងត្រូវស៊ីសាច់បងឯងឥឡូវនេះក្នុងថ្ងៃនេះឯងព្រោះយើងយល់សុបិនឃើញថាបានស៊ីសាច់បងឯងនោះហើយនៅពេលដែលដំរីជួបនឹងស្ដេចថ្មាតនោះទន្សាយធ្វើពុតជាដេកលក់នៅលើខ្នងដំរីដូចគ្នាដែរស្ដេចដំរីក៏ស្រែកហៅទៅកាន់បងទន្សាយថាណែបងសុភាទន្សាយមកដេកអីនៅលើខ្នងដំរីដូចនេះចុះឲ្យឆាប់អាងយើងនឹងស៊ីនៃដំរីឥឡូវនេះពេលនោះដែរទន្សាយឆ្លើយថាឈប់កុំអាលសិនបងថ្មាតបងនិយាយជាមួយនឹងអូនដំរីដូចម្ដេចផ្លាស់អំបញ្ញមិញមិនឃើញមិនបានស្ដាប់ឮព្រោះតែខ្ញុំនឹងឯងរវល់តែងងុយពេកបងស្ដេចថ្មាតឆ្លើយថាយីយើងយល់សុបិនឃើញថាបានស៊ីនៅស្ដេចដំរីសទន្សាយថាមែនហើយឬអំបញ្ញមិញខ្ញុំក៏បានដេកមួយភ្លាំងលក់មួយផ្លែតក៏សុបិនថាបានស្រឡាញ់ប្រពន្ធស្ដេចបងថ្មាតឯងដែរ
ដាច់ថ្មាតឆ្លើយថាយីបងទន្សាយយើងមិនត្រូវការឲ្យប្រពន្ធរបស់យើងទៅបងសភាទន្សាយឯងទេទន្សាយថាយីបងឯងមិនឲ្យការយន្តសុបិនរបស់ថ្មាតក៏ឥតបានការអ្វីដែរបើបងឯងមិនឲ្យប្រពន្ធបងឯងមកខ្ញុំដំរីក៏ខ្ញុំមិនឲ្យបងឯងស៊ីដូចគ្នាដែរថ្មាតក៏ងាកទៅដោយសារតែដោះទាល់នៃគំនិតរបស់ខ្លួនថ្មាតក៏ស៊ីសាច់ដំរីមិនបានដោយចាញ់នៅកលសុភាទន្សាយពេលនោះដែរដំរីក៏វិលទៅលំនៅឋានរបស់ខ្លួនវិញបាត់ទៅទន្សាយក៏បានចូលទៅព្រៃបាត់នៅពេលនោះដែរឥឡូវយើងមកសន្តាប់នៅរឿងទី2គឺរឿងទន្សាយជាប់គូតជាមួយនឹងគល់ត្រាចនៅក្នុងថ្ងៃមួយមានទន្សាយស្វែងរកចំណីជាអាហារប្រទះគល់ត្រាចមួយដែលទៅបនឹងកាប់ថ្មីថ្មោងមានជ័រនោះឯងស្អិតតាន់តាប់ពេលនោះទន្សាយលោតផ្លោតទៅដោយមិនដឹងខ្លួនអង្គុយពេលលើជ័រនោះជាប់គូតនឹងជើងទៅណាពំរួចនៅនឹងថ្កល់នៅលើគល់នោះជួនពេលនោះដែរមានកូនដំរីមួយវាហែលទៅរកស៊ីនៅឯវាលវាដើរទៅឃើញទឹកអូបំរុងនឹងចុះផឹកទឹកនោះហើយនៅក្នុងត្រពាំងផ្លុកនោះដែលជាកន្លែងដែលវាធ្លាប់ផឹកជារៀងរាល់ដងរៀងរាល់ថ្ងៃទន្សាយមានប្រាជ្ញក៏និយាយបន្លាចថាណែអាកូនដំរីកុំមកផឹកទឹកអញវើយទឹកនេះព្រះអិនឲ្យអញមកចាំយាមទេឯកូនដំរីក៏ខ្លាចមិនហ៊ានផឹកក៏ត្រឡប់ទៅប្រាប់ម៉ែវិញថាម៉ែអើយខ្ញុំទៅផឹកទឹកនៅត្រពាំងដូចរាល់ដងឯណោស្រាប់តែឃើញសត្វអីមួយអង្គុយនៅលើគល់ឈើវាដេញខ្ញុំមិនអោយផឹកទឹកអូឡើយវាថាខ្លួនវាជាអ្នកបម្រើរបស់ព្រះអិនខ្ញុំស្រេកទឹកណាស់ម៉ែពេលឮដំរីកូនប្រាប់ដូច្នោះមេដំរីក៏នឹកខឹងក៏នាំកូននោះឯងត្រឡប់ទៅត្រពាំងនោះវិញនោះឃើញទន្សាយអង្គុយនៅលើគល់ហើយក៏ស្រែកគំរាមឡើងថាយីអាសត្វទន្សាយច្រមុះចិត្តអាក្រក់ម្លេះអង្គុយនៅលើគល់នេះឯងមានអំណាចអីមកហាមប្រានមិនឲ្យកូនអញចុះផឹកទឹកដូចនេះអញជន់ឯងឲ្យខ្ទេចឥឡូវនេះហើយទន្សាយឆ្លើយវិញថាយីចំបើមអ្វីម្លេះហ៊ានសម្ដីដាក់ឲ្យខ្ញុំដូច្នេះទឹកត្រពាំងនេះព្រះអិនប្រើខ្ញុំមកឲ្យចាំយាមទេបានជាមិនហ៊ានទៅណាបានជាខ្ញុំអង្គុយយាមនៅនឹងកន្លែងពេលនោះដែរដំរីខឹងនឹងទន្សាយជេរដូច្នោះក៏ស្ទុះផ្លែតទៅក្របួចខ្លួនទន្សាយជាប់នឹងគល់ត្រាចក៏បោកបំរុងនឹងសម្លាប់ពេលនោះដែរទន្សាយមានការភ័យណាស់ក៏ស្រែកថាបើបងឯងបោកអញឲ្យស្លាប់កុំបោកទៅក្រោមអញប្រកាសជាមិនស្លាប់ទេក្រវែងឡើងទៅលើទើបអញនោះឯងនឹងស្លាប់ដំរីខ្វះនៅបញ្ញាឬក៏ទន្សាយឆ្លាតជាងក៏ក្រវែងនៅសត្វទន្សាយនោះទៅលើពេលនោះឯងក៏បានរបូតអំពីគល់ត្រាចក៏រត់ចូលព្រៃបាត់នៅពេលនោះដែរ